Hello អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីរបៀបដោះលេខកូដដៃបែប reset ទៅលើ model Redmi Note 10S អូខេគឺវាជាប់បែបហ្នឹងអូខេជាដំបូងខ្ញុំចុចបិទវាសិនបាទ power off បាទឲ្យវាបិទឲ្យស្រួលបួលសិនចំណុចបន្ទាប់ទៀតគឺយើងចុច volume ខាងលើ volume បឡើងសំឡេងហ្នឹងជាមួយនឹងប៊ូតុង power ផងយើងបាទចុចឲ្យជាប់ទាំងពីរហ្នឹងទៅបាទចុចឲ្យជាប់ចឹងហើយបន្ទាប់មកទៀតវាចេញ logo បែបហ្នឹងយើងបន្លែង volume power ប៊ូតុង power ណាបន្លែងប៊ូតុង power ហើយអាប៊ូតុងតឡើងសំឡេងហ្នឹងគឺយើងនៅចុចជាប់ដដែលអូខេចេញមកបែបនេះហើយយើងចុច web data យើងចុច volume ចុះក្រោមហើយចុចប៊ូតុង power យើងយកខាងក្រោមគេហ្នឹងអញ្ចឹងយើង select យក volume ខាងក្រោមដើម្បីតម្លាក់វាចុះហើយចុចប៊ូតុង power អូខេហើយយើងយកខាងក្រោមគេហ្នឹង confirm ហ្នឹងចុច volume ចុះក្រោមហើយចុចប៊ូតុង power អូខេនេះ reset ហើយអូខេឥឡូវយើងបែកវិញយើងចុចប៊ូតុង power បាទហើយចុច reboot បាទមួយទៀតចុចប៊ូតុង power ហើយចុចប៊ូតុង power មួយទៀតបាទឲ្យវា reboot ទៅទុកវានៅស្ងៀមសិនទៅត្រង់ចំណុចនេះកន្លែងនេះខ្ញុំរៀងធ្វើវីដេអូវារៀងលឿនបន្តិចព្រោះកន្លែងនេះរៀងយូរអញ្ចឹងទៅវាស៊ីនាទីរបស់យើងដាក់សារវាលឿនទៅវាតាំងផ្លេតកន្លែងនេះក៏ខ្ញុំរៀងសារដែរព្រោះកន្លែងនេះមើលទៅវាដូចជាមិនពិបាកអីទេបាទវាមិនពិបាកទេសម្រាប់អ្នកចេះបាទតែអ្នកគាត់អត់សូវចេះនឹងវាក៏ពិបាកដែរទៀតដូចអត់ហើយឥឡូវនេះយើងចូលទៅក្នុង setting បាទយើងមើលទៅ Redmi Note 10S ណានៅខាងលើហ្នឹងអរគុណ